អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី22ខែ4 2026តម្រុយរបស់យាយគឺមានប៉ុណ្ណឹងហើយយាយក៏មានសុបិននិយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតាមមុននឹងនិយាយសុបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ជា subscribe ឬក៏នឹងឲ្យ channel ថ្មីយាយម្នាក់មួយផងមុនណាដើម្បីទទួលបានវីដេអូក្រោយៗតែចឹងពុកម៉ែបងប្អូនចូលមកស្ដាប់សុបិនយាយយប់មិញនេះយាយសុបិនឃើញថាអធិស្ឋានថាយាយហ្នឹងទៅកក់សក់កន្លែងអ៊ុតសក់ណាតែកន្លែងអ៊ុតសក់ហ្នឹងគឺអត់មានហាងអត់មានអីទេគឺដាក់តាមចាមផ្លូវណាហ្នឹងហើយឃើញដាក់តាមចាមផ្លូវរួចហើយស្រាប់តែឃើញយាយហ្នឹងអត់មានពាក់អាវទេស្លៀកតែខោកបយហើយអង្គុយឲ្យគេកក់សក់ឲ្យអ្នកស្រីហ្នឹងឃើញជះទឹកមកលើយាយណាជះទឹកមកលើយាយហើយយកសាប៊ូដុំយកមកកក់ឲ្យយាយអាសាប៊ូដុសខ្លួនហ្នឹងណាហើយថាយាយខឹងហើយខឹងថាចង់ឲ្យមិនយកសាប៊ូដុំយកមកកក់ឲ្យខ្ញុំអញ្ចឹងខ្ញុំកក់សក់មិនយកសាប៊ូកក់សក់ទៅយកសាប៊ូដុំថាយាយខឹងណាកក់សក់ហ្នឹងខឹងមែនតែនហើយកក់សក់ធម្មតាគេអង្គុយកក់តាក្បាលទេនេះស្រោចពីលើយាយមកថាក្នុងយោសពហ្នឹងថាខឹងអើយខឹងហើយឃើញយាយអត់មានពាក់អាវទេឃើញស្លៀកតែខោកបយណាឃើញអង្គុយឲ្យគេកក់សក់ឲ្យហ្នឹងស្រោចទឹកពីលើចាហ្នឹងហើយចឹងយាយក៏កាត់យកស្រោម8ស្រោម7 78 77 76 7ស្រោម8 877 876អស់ស្រោនិងអស់7ចឹងពុកម៉ែបងអូនចេះកាត់លីកអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងស្នាងល្អដល់អ្នកគ្នាចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ